បាទជំរាបសួរឥឡូវនេះខ្ញុំធ្វើវីដេអូមួយទាក់ទងជាមួយនឹងការបង្កើត profile Facebook ហើយដាក់អក្សរថាកម្ពុជាត្រូវការសន្តិភាពបាទអញ្ចឹងនៅក្នុងកម្មវិធីទូរស័ព្ទរបស់យើងអាចប្រើ Safari ឬក៏ Chrome ឬក៏ Firefox អីស្រេចលើយើងអញ្ចឹងណាតាមជាក់ស្ដែងជាទូទៅ Android គឺយើងមានChrome បាទហើយចំពោះ iOS យើងមាន Safari អញ្ចឹងទៅបាទអញ្ចឹងយើងចុចលើកម្មវិធី Chrome មកបាទចុចលើវាអញ្ចឹងបើសិនបើចេញទម្រង់បែបនេះនៅត្រង់ប្រអប់រូបអក្សរ G ខាងលើនេះយើងចុចលើវាហើយវាយពាក្យថា twinize.com យ៉ាងមកបាទតោះមកយើងចុចសញ្ញាព្រួយខាងក្រោម Enter នេះមកអញ្ចឹងបើសិនមកដល់កន្លែងនេះវាចេញ load ពាណិជ្ជកម្មយើងខ្វែងវាចោលទៅបាទអញ្ចឹងមកដល់កន្លែងនេះយើងមើលត្រង់កន្លែង Explorer More អញ្ចឹងមកដល់កន្លែងនេះយើងទាញមកឆ្វេងហើយយើងរើសត្រង់កន្លែងកម្ពុជាត្រូវការសន្តិភាពនេះបាទត្រង់កន្លែងរបស់លោកសយកុសលនេះដែលគាត់បានបង្កើតឡើងនេះយើងចុចលើនឹងមកបាទចុចលើនឹងហើយយើងទាញវាឡើងលើមកបាទដោយសាររបស់គាត់បាន design មកស្អាតហើយបាទយើងយកទៅប្រើគឺស្អាតបាទតទៅទៀតមកដល់កន្លែងខាងក្រោមនេះយើងមើលឲ្យរូបកាមេរ៉ាដែលមានអក្សរថា choose your photo យើងចុចលើនឹងមកបាទមកដល់កន្លែងនេះគឺថាបងប្អូនអាចរើសយករូបណាមួយឥឡូវនេះខ្ញុំរើសយករូបប្រធានាធិបតី Donald Trump តែម្ដងបាទខ្ញុំចុចដាននៅខាងលើថារូបរបស់ខ្ញុំវានៅខាងក្រោមហ្នឹងអញ្ចឹងខ្ញុំយករូបប្រធានាធិបតី Donald Trump តែម្ដងទៅបាទដាក់ចូលមកបាទយើងអាចបរិចបរួមវាបានណាបាទយើងប្រើពេលដែលយើងបរិចយើងប្រើម្រាមដៃចំនួន2ដាក់វាជាប់គ្នាហើយបរិចវាទៅបានហើយអញ្ចឹងណាបាទហ្នឹងសម្រាប់ពង្រីកពង្រួមបាទយើងដាក់ប៉ុណ្ណឹងហើយយើងចាប់ផ្ដើមទាញវាឡើងលើឲ្យឃើញពាក្យខាងក្រោមនេះពាក្យថា download នៅអក្សរពណ៌ខៀវនៅជិតរូបកាមេរ៉ានេះបើយើងចុចរូបកាមេរ៉ាបានន័យថាយើងដូររូបភាពថ្មីប៉ុន្តែបើយើងអត់ចុចរូបកាមេរ៉ាទេយើងចុចពាក្យ download គឺបានន័យថាយើងបញ្ចប់កម្មវិធីហ្នឹងហើយធ្វើការ download វាបាទនៅត្រង់ចំណុចកន្លែងនេះត្រង់កន្លែង$0.99នេះបានន័យថាយើងអាចទិញវាដើម្បីកុំឲ្យជាប់logo នេះបាទ logo អក្សរ website របស់វាណាប៉ុន្តែបើយើងគិតថាអត់ចាំបាច់ទេខ្ញុំអត់ត្រូវការទិញទេកុំឲ្យអស់លុយជាប់អក្សរហ្នឹងក៏ជាប់ទៅអូខេយើងចុចខាងក្រោមនេះវិញនេះសញ្ញាព្រួយមានដូចគ្នាបអីមួយហ្នឹងបងចុចឡើងហ្នឹងមក continue with watermark បាទចុចលើវាតោះមកវាកំពុងតែដំណើរការវាដាក់នៅខាងលើវាថា processing your photo បាទអញ្ចឹងយើងរងចាំបន្តិចទៅបាទអញ្ចឹង processing complete ហើយបាទយើងទាញវាឡើងលើម្ដងទៀតឃើញអក្សរពាក្យថា download នៅខាងក្រោមចុចលើវាបាទវាចុចប៉ុណ្ណឹងមកគឺយើង download បានជោគជ័យហើយអញ្ចឹងយើងទៅបើក Facebook របស់យើងហើយ upload វាទៅបាទវានៅក្នុងទូរស័ព្ទរបស់យើងហ្នឹងចុច like open មកនេះឃើញអញ្ចឹងអូខេអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេហើយសូមបងប្អូនសាកល្បងធ្វើទៅធ្វើម្ដងអត់ត្រូវយើងធ្វើម្ដងទៀតអញ្ចឹងណាបាទអរគុណច្រើន